សួស្តីគ្នាយើងថ្ងៃនេះគឺថាយើងបន្តភាគ2បន្តទៀតហើយអ្នកគ្នាសូមជួយ like ជួយ share ម្នាក់មួយបានឥឡូវខ្ញុំហើយវគ្គនេះខ្ញុំអត់ទៅធ្វើឲ្យបានច្រើនទេមូលហេតុដោយសារតែខ្ញុំមានការ level ខំថតដល់អ្នកគ្នាមើលចេះថតទៅហ្នឹងទៅឥឡូវខ្ញុំធ្វើការទៅរកចំណីសានពួកខ្ញុំឃ្លានដែរឥឡូវអ្នកគ្នាសូមជួយ like ជួយ share ម្នាក់មួយបានបើផ្ដល់ជាកម្លាំងចិត្តឲ្យខ្ញុំបានផុសវីដេអូតកន្លែងនេះខ្ញុំប្រុងថាធ្វើជាមួយនឹងអន្ទាក់ដើម្បីដាក់អន្ទាក់យកគូនឹងអញ្ចឹងណាទៅពេលខ្ញុំដាក់ពឹបកន្លែងនេះមកកន្លែងហ្នឹងគឺថាខ្ញុំដាក់អន្តាក់បានសាំមែនតើគូនឹងគឺវារត់ចុងណាវាដើរមកកន្លែងហ្នឹងហើយខ្ញុំក៏បោះស្មៅទៅឲ្យមួយនោះវារត់មកហ្នឹងមួយនោះវារត់មកណាប្រុងថាវាយហ្នឹងគេថាវាអត់មានជួលទេស្ងប់មែនតើអត់ជួលហ្មងហើយខ្ញុំបោះទៅមួយទៀតអត់ជួលទៀតវាប៉តែកវីវិលយ៉ាងណាមើលវាប៉តែវីវិលយ៉ាងទៅខ្ញុំក៏សម្រាប់ចិត្តថាចុះទៅយកមកតែខ្លាចប៉ះចាំវាជុលខ្ញុំធ្វើការចុះទៅយកខ្ញុំប្រុងបោះពេលខ្ញុំបោះហើយអត់ទៅរត់បាត់ហើយហ្នឹងគេថាស្ដាយមែនតើខ្ញុំក៏នឹកឃើញថាបាទក៏នឹកឃើញកណិតមួយទៀតបាទគេថាយើងធ្វើការយកស្ពាហ្នឹងយកមកគប់ណែគេថាគប់បាត់ត្រូវប៉ែវខុសសូមមកអ្នកគ្នាជួយ like ជួយ share ម្នាក់មួយបាទបើផ្ដល់ជាកម្លាំងចិត្តឲ្យខ្ញុំយ៉ាងកន្លែងនេះខ្ញុំធ្វើការដល់បបបាញ់សត្វសិនដើម្បីយកសត្វហូបគឺថាបាក់ហ្នឹងគឺខ្លីមែនតើហើយក៏មិនរកឲ្យបានច្រើនឥឡូវខ្ញុំសូមអធិស្ឋានបងប្អូនគ្នាផងលោកធ្វើការដេញគប់សត្វអត់ត្រូវមែនតើគេថាអត់ត្រូវមែនតើគឺថាតែយើងត្រូវប៉ានស្មានដែរថាខ្ញុំមិនមែនជាដៃអេចអីទេខ្ញុំជប់ដែរខ្ញុំក៏បានស្រីស្រង់គប់ទៅថាខុសទៀតខ្ញុំសម្រេចចិត្តថាទៅយំពេងចុចអនទៅលបហើទៀតខ្ញុំគប់ប៉ុណ្្នឹងឯងដាក់មកពុជខុសទៀតនិយាយថាខុសឥឡូវខ្ញុំសម្រេចចិត្តថាឥឡូវនេះគឺថាខ្ញុំគប់ត្រូវហើយហើយបើសិនខ្ញុំនិយាយខុសស្គងអីសូមអធិស្ឋានផងខ្ញុំរត់តែច្រឡំមាត់ឥឡូវថាមិនភ្លៀងហើយយើងគប់បានសាច់មាន់មួយផងដែរតែឥឡូវគឺថាព្រឹមែនតើខ្ញុំអត់ដឹងថាម៉េចទេខ្ញុំក៏បានឃើញមួយទៀតខ្ញុំក៏បានធ្វើការគប់មួយទៀតផងដែរហើយនឹងធ្វើការគប់ខុសគ្នាយើងអូខេឥឡូវខ្ញុំធ្វើការសេរីគប់ទៀតតែអត់ត្រូវទេបានធ្វើការធ្វើដំណើរទៅផ្ទះវិញឥឡូវស្គប់សិនឥឡូវយើងមកដល់ផ្ទះរបស់យើងហើយឃើញខ្លាឃ្មុំនោះរត់ចង់ភ័យពេកខ្ញុំក៏បានចូលទៅក្នុងផ្ទះវិញហើយអាសាតែក្នុងផ្ទះរបស់ខ្ញុំហ្នឹងគាត់ថាខ្វះឡដុតសាច់អញ្ចឹងទៅខ្ញុំអត់បានទៅកាប់ថ្មទេយើងក៏ខ្ញុំមិនទៅឃើញថាផលិតរបស់បលាដើម្បីការពារខ្លួនអំពីសត្វកាច់សាហាវអញ្ចឹងណាដើម្បីទៅរកថ្មវិញខ្ញុំថាទៅជីកថ្មក្រៅផ្ទះស្រាប់មានអីស្រាប់តែជួបអាខ្មៅនេះអាតថ្នោតនេះខ្ញុំរត់ស្រាប់តែខ្ញុំក៏ភ័យពេកក៏រត់ចូលក្នុងផ្ទះឡើងលឿនឆ្លៀវមកសារតាបថ្នោតហ្នឹងក៏ថាវាប៉ាំងអត់អោយយើងចេញតាណាឥឡូវខ្ញុំក៏សម្រេចចិត្តថាកាប់ដីចុះទៅក្រំទៅរកថ្មនៅក្រំផ្ទះយើងមកទៅគេថាវាប៉ាំងអត់អោយយើងចេញទេហ៊ានចេញតឥឡូវខ្ញុំធ្វើការជួបกับថ្មសិនដើម្បីទៅទួលបានជាមួយនឹងថ្មលើជីកទៅក្រំចាំខ្ញុំដាក់ប្លុកប៉ាំងវិញឥឡូវធ្វើការកាប់ដីមកកាប់ថ្មបានមួយចំនួនហើយផលិតធ្វើចក្រានដុតសាច់ដើម្បី
បាត់កប៉ាពួយកប៉ាខ្ញុំក៏ទៅឃ្លៀនមែនតើអូខេបន្ទាប់ពីកាប់ថ្មថ្មិចឲ្យបានច្រើនចាប់ពី8ទៅ9តែខ្ញុំគិតថាគួរតែកាប់ឲ្យបានច្រើនទៅព្រោះយើងត្រូវការថ្មទុកជាស្គួរបន្តទៀតហើយជាពិសេសហ្នឹងក៏ថាឈើខ្ញុំអត់មែនតើនិយាយថាលីវ៉ានេះក្រយទៅមែនតើគឺចាំវ៉ាក់ក្រោយចាំខ្ញុំទៅរកថ្មដើម្បីទៅរកថ្មសូមអធិស្ឋានផងគឺខ្ញុំទៅរកឈើសូមអធិស្ឋានខ្ញុំផងហើយខ្ញុំធ្វើការកាប់ថ្មមកព្រោះយើងកំពុងតែខ្វះថ្មផងហើយយើងខ្វះឈើផងដែរជាងចាំទៅដល់រកឈើតោះតែឥឡូវខ្ញុំធ្វើការឃើញថាបាន13ហ្នឹងប៉ុណ្ណឹងគ្រប់ហើយឥឡូវខ្ញុំឌូជាមួយអានេះសិនហើយខ្ញុំដាក់ប្លុកតឡើងទៅលើវិញយើងនៅតទៀតអត់កើតទេព្រោះយើងពងឃ្លានដែរថាភ្លៀងមែនតើចេញមកក្រៅមកមើលស្ថានភាពឃើញសត្វនេះខ្ញុំក៏មិនអាចថាគប់កន្លែងហ្នឹងក៏ថាគប់ប៉ែវអាចគូដែលឡើយស្កាជុំដល់ទៀតទៅមកដាក់យ៉ាគប់ខុសច្រំលេចបានហើយយ៉ាគប់ជុកអើយគប់ខុសទៀតហើយឥឡូវយើងធ្វើការដេញតាមគប់វាគប់ទៅតែបានតែម្ដងថាបានសាច់មកទៀតហើយឥឡូវខ្ញុំក៏ធ្វើការមកដល់ផ្ទះផងដែរឥឡូវយើងរៀបចំក្រាស់ជាមួយនឹងឡកដុតហ្មងទៅក្រាស់ជាមួយនឹងឡកដុតសាច់គ្នាឥឡូវធ្វើការដុតសាច់មួយសិនយកអាប្រតាសនេះដុតចូលមកព្រោះយើងអត់ឈើប្រើផងមានតែយកអាហ្នឹងគេហៅ slam block គ្នាឡូវបន្ទាប់ពីបានដុតសាច់ហ្នឹងហើយខ្ញុំក៏យកវាមកឆៃអញ្ចឹងណាសិតមកឆៃកុំគួរសំពេកឥឡូវធ្វើការបាយអ្នកគ្នា